ចូល download ហើយយើងនឹងឃើញ file មួយដែលយើងមិន down ហើយយើងចុចលើរូបថ្មីហើយយើងដំឡើង APK វាមកហើយចុចដំឡើង template ម៉ូដនេះគឺម៉ូដថៃបងប្អូនម៉ូដថៃហើយយើងចុចរួចរាល់មកហើយយើងចុចលើស្កត់ឲ្យជាប់ហើយយកពាក្យថា copy ហើយយើងចុចចូលទៅលើវិញហើយយើងយកពាក្យថា Android ហើយចូល data ហើយផាសវាទៅនឹងមករងចាំនៅកន្លែងនេះឲ្យបាន100រួចរាល់ហើយបន្ទាប់មកយើងអូស clear ចោលអស់ហើយបន្ទាប់មកយើងនឹងឃើញ GTA ដែលយើងបានដំឡើងនឹងហើយយើងចុចចូលវាមកហើយចុចពាក្យអនុញ្ញាតហើយមើលតាមដៃខ្ញុំទៅរងចាំឲ្យវាចេញសិនឥឡូវនេះយើងចេញហើយចេញក្រៅផ្ទះមកដើម្បីដាក់ម៉ូតម៉ូតូហើយម៉ូតូមានច្រើនខ្លាំងមែនតើហើយកៅមិន skin កៅមានច្រើនដែរហើយយើងដាក់ម៉ូតូមកម៉ូតូវានៅ Scoopy ដាក់ Scoopy មកលេងបងប្អូន down យកទៅលេងដាក់ខ្លួនឯងទៅឥឡូវខ្ញុំដាក់ skin កៅមួយនេះដាក់ skin កៅនេះម៉ូតូ Scoopy គឺកែអែមខ្លាំងមែនតើឥឡូវវីដេអូយើងគឺចាប់បានប៉ុណ្ណឹងជួបគ្នាវីដេអូថ្មី